បាទជំរាបសួរបាទបងប្អូនឥឡូវនេះខ្ញុំបាទមកដល់វត្តហើយបងប្អូនបាទហើយថ្ងៃនេះថ្ងៃពុធបាទថ្ងៃពុធមកធ្វើបុណ្យបន្តិចបាទព្រោះថាមួយរយៈនេះវាចេះតែមានរឿងមានរ៉ាវអញ្ចឹងមានបញ្ហាបាទទៅពេលអញ្ចឹងទៅក៏សួរលោកគ្រូលោកថាឲ្យធ្វើពិធីកែឆ្នាំឆុងឬសារឆ្នាំនេះវាឆ្នាំរោងហើយខ្ញុំវាកើតឆ្នាំរោងបាទអញ្ចឹងវា37 38វិលជុំបាទអញ្ចឹងខ្ញុំក៏ចេះតែមានហេតុទេបងប្អូនខែតាំងពីខែ12មកដល់ឥឡូវហ្នឹងវាចេះតែមានរឿងរ៉ាវមានហេតុនេះហេតុនោះអញ្ចឹងទៅពេលអញ្ចឹងទៅវាចេះតែមានបញ្ហាបាទធ្វើឲ្យយើងខាត់បងប្រយោជន៍ធ្វើឲ្យយើងជួបបញ្ហានេះនោះអញ្ចឹងណាបាទពេលអញ្ចឹងទៅវាអត់សុបាយចិត្តបាទទៅពេលអញ្ចឹងទៅក៏ធ្វើបុណ្យបាទកាត់គ្រោះតិចបាទប៉ុន្តែមកថ្ងៃនេះមិនទាន់ធ្វើជាលក្ខណៈបែបនេះទេដោយសារថាលោកគ្រូលោកឲ្យធ្វើថ្ងៃច័ន្ទអញ្ចឹងប្រហែលជាថ្ងៃច័ន្ទបាទប៉ុន្តែថ្ងៃនេះគាត់ទៅមកបាទប្រគេនសង្ឃទានព្រះសង្ឃតិចដើម្បីឲ្យណាចិត្តជ្រះថ្លាកើតសេចក្តីក៏ប៉ុណ្ណោះណាអញ្ចឹងប៉ុណ្ណឹងសិនចុះដោយសារឥឡូវហ្នឹងវាដល់វត្តហើយបងប្អូនបាទជំរាបលាបាទបាយបាយ